អ្នកបន្តវេនតែម្នាក់គត់នាពេលអនាគតរបស់គ្រប់ខគឺកូនប្រសារស្រីរបស់ខ្ញុំលេនវ៉នមិនអាចទៅរួចទេមានដែលណាយកទ្រព្យសម្បត្តិគ្រួសារឲ្យកូនប្រសារនោះចុះហត់ធ្លេខាលើនេះទៅចាប់ពីពេលនេះទៅអ្នកគឺជាអ្នកបន្តវេនតែម្នាក់គត់របស់ខ្ញុំឈើឆែងក្លែនអរគុណម៉ាក់ក្រៅពីនេះទៅទៀតគឺភាគហ៊ុន30របស់ត្រកូលខលើកតំណែងអ្នកបន្តវេនឲ្យហើយសូម្បីតែភាគហ៊ុនក្រុមហ៊ុនក៏ឲ្យដែរមែនទេអញ្ចឹងមានន័យថាអ្នកប្រុសធំអស់សង្ឃឹមទាំងស្រុងហើយខ្ញុំមិនយល់ព្រមទេខ្ញុំទើបជាកូនបង្កើតរបស់ត្រកូលខម៉ាក់ត្រូវតែឲ្យទ្រព្យសម្បត្តិមកខ្ញុំពិតមែនហើយច្បាស់ជាលេនវ៉ាន់មេធ្មប់ម្នាក់នេះតាក់ថ្នាំសណ្ដុំម៉ាក់ហើយលេនវ៉ាន់ស្រីចង្រៃដែលមិនចេះស្កប់ស្កល់ចេញទៅឲ្យឆ្ងាយពីទីនេះភ្លាមកុំបង្ខំឲ្យខ្ញុំប្រើហិង្សាដាក់នាងអញហ៊ានមែនទេខូឆេងក្លិនខ្ញុំខំពិបាកពោះកូនឲ្យអ្នកមិនត្រឹមតែលួចមានស្រីខាងក្រៅឥឡូវនេះថែមទាំងចង់ប្រើហិង្សាទៀតមែនទេវានាងបន្តិចមានអីទៅបងឆេងក្លិនជាប្រុសប្រដៅប្រពន្ធខ្លួនឯងជារឿងធម្មតាតើមែនទេកញ្ញារ៉េងនាងគ្រាន់តែជាស្រីកំណាន់ដែលលួចលាក់មានសិទ្ធិអីមកចង្អុលមុខបញ្ជាគេនៅទីនេះមកពីអ្នកមិនចេះរក្សាវ៉ាដោយខ្លួនឯងនិយាយស្អីហ្នឹងឈប់និយាយរឿងមិនសមហេតុផលទាំងនេះទៅប្រាប់មកនាងបានដាក់ថ្នាំសណ្ដុំម៉ាក់មែនទេខ្ញុំគ្មានបានធ្វើទេចុះហេតុអីបានជាគាត់ប្រកាសថានាងគឺជាអ្នកបន្តវេនច្បាស់ណាស់ថានាងចង់បានទ្រព្យសម្បត្តិរាប់ពាន់លានរបស់ត្រកូលខប៉ុនប៉ងយកទ្រព្យសម្បត្តិរាប់ពាន់លានរបស់ត្រកូលខខំរកឱកាសដើម្បីឡើងតំណែងមែនទេលេនវ៉ាន់ឲ្យលេនវ៉ាន់នាងគ្រាន់តែជាស្រីដែលមិនចេះស្កប់ស្កល់ម្នាក់កាលពីមុនខ្ញុំមិនគួររៀបការជាមួយនាងតតែសោះម៉ាក់ធ្វើឆេងក្លិនឯងឈប់រករឿងបាននៅបងឆេងក្លិននាងច្បាស់ជាអាងថាមានកូនក្នុងពោះហើយទើបបានជាយកកូនមកធ្វើជាខ្នងបង្អែកបើមិនអញ្ចឹងទេមិនក៏លោកស្រីម្ចាស់ជ្រើសរើសយកនាងទៅវិញឈួរឬនិយាយត្រូវហើយច្បាស់ជាដោយសារតែកូនម្នាក់នេះហើយទើបនាងមកដណ្ដើមតំណែងអ្នកបន្តវេនរបស់ខ្ញុំលេនវ៉ាន់ទៅជាមួយខ្ញុំដើម្បីរំលូតកូនចោលភ្លាមឃើញឆេងក្លិនឯងឈួតហើយនេះជាកូនរបស់ឯងណាកូនឥតខាន់ស្លាមួយនេះបើបាត់ទៅគឺចប់ហើយឈប់ភ្លាមសំបីតែខ្លាកា